សួស្តីបងប្អូនពេលនេះខ្ញុំសូមបង្ហាញពីរបៀបនៃការចុះឈ្មោះហាងរបស់បងប្អូននៅក្នុងកម្មវិធី Super App អញ្ចឹងដើម្បីដាក់ហាងបងប្អូនចូលក្នុង Super App ដើម្បីលក់ទំនិញបានបងប្អូនបើកកម្មវិធី Super App យើងមកបន្ទាប់មកបងប្អូនអូសចុះមកខាងក្រោមបងប្អូននឹងឃើញពាក្យថាខ្លាយជាអ្នកលក់បងចុចលើខ្លាយជាអ្នកលក់ហ្នឹងមកបន្ទាប់មកវានឹងតម្រូវឲ្យបងប្អូនរើសប្រភេទហាងអញ្ចឹងយើងមានប្រភេទហាងលក់ទំនិញលក់ដុំហាងទំនិញលក់រាយហាងអាហារហាងផលិតផលក្នុងស្រុកនិងសេវាកម្មអញ្ចឹងបងប្អូនរើសឲ្យត្រូវជាមួយនឹងប្រភេទហាងរបស់បងប្អូនឧទាហរណ៍ថាឥឡូវនេះខ្ញុំចង់ដាក់ហាងទំនិញលក់រាយខ្ញុំចុចនៅលើហាងទំនិញលក់រាយមកតមកទៀតកន្លែងខាងលើនេះយើងត្រូវដាក់រូបភាពហាងឧទាហរណ៍ថាខ្ញុំមានរូបភាពនេះមួយហើយកន្លែងនេះយើងដាក់រូប logo ហាងឧទាហរណ៍ថាខ្ញុំប្រើរូបនេះតមកទៀតយើងដាក់ឈ្មោះឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះ Fashion World តមកទៀតប្រភេទហាងរបស់បងប្អូនជាប្រភេទហាងអ្វីហាងយើងមានហាងលក់គ្រឿងសម្អាងហាងលក់សម្ភារៈកីឡាហាងលក់សម្ភារៈក្មេងឬក៏ហាងលក់គ្រឿងទេសអញ្ចឹងប្រភេទហាងរបស់យើងជាហាងនាឡិកាអញ្ចឹងយើងធ្វើជាប្រភេទអេឡិចត្រូនិកហើយទីតាំងអញ្ចឹងយើងអាចចុចនៅលើសញ្ញា map នេះមកតមកទៀតយើងដាក់ទីតាំងឧទាហរណ៍ថាទីតាំងខ្ញុំនៅវត្តភ្នំដាក់នៅវត្តភ្នំហើយខ្ញុំរើសយកទីតាំងនេះខាងក្រោមនេះគឺបងប្អូនបើសិនជាហាងបងប្អូន free សេវាកម្មដឹកជញ្ជូនបងប្អូនថាដាក់ជញ្ជូនមិនគិតថ្លៃហើយខាងក្រោមនេះគឺថ្ងៃធ្វើការខ្ញុំឧទាហរណ៍ថាខ្ញុំបើកមួយសប្តាហ៍ពេញខ្ញុំរើសទាំងអស់ហើយម៉ោងបើកម៉ោងបិទឧទាហរណ៍ថាខ្ញុំបើកម៉ោង8ព្រឹក AM បិទវិញម៉ោង9ម៉ោង8យប់ PM កន្លែងនេះគឺតាក់ទងជាមួយនឹងស្លាកបញ្ចុះតម្លៃឧទាហរណ៍ថាពេលដែលគេបើកឃើញហាងបងប្អូនមកវានឹងលោតបញ្ចុះតម្លៃរហូតដល់ 50% ឬ 30% នេះគឺបើសិនជាហាងបងប្អូនមាន promotion បងប្អូនអាចដាក់នឹងបងប្អូនទៅសេអសអ្វីក៏បានដែរបញ្ចុះរហូតដល់ 50% អូខេខាងនេះពិព័រណ៍នាពីហាងលក់នាឡិកាប្រភេទតម្លៃសមរម្យគុណភាពល្អខាងក្រោមនេះគឺវិធីសាស្ត្រទូទាត់នៅពេលដែលមានអតិថិជនទិញទៅលើបញ្ជាទិញទៅលើតំណែងរបស់យើងគឺគាត់អាចធ្វើការទូទាត់បានឧទាហរណ៍ថាខ្ញុំបញ្ចូលវិធីសាស្ត្រទូទាត់ខ្ញុំមានធនាគារ ABA អញ្ចឹងខ្ញុំអាចចុចបន្ថែមថ្មីហើយកន្លែងនេះខ្ញុំរើសមកធនាគារ ABA ឈ្មោះគណនីរបស់យើងកន្លែងនេះលេខគណនីកន្លែងនេះដំណភ្ជាប់ឧទាហរណ៍នៅក្នុង ABA គឺមាន link មួយសម្រាប់ឲ្យយើងចុចទៅគឺទៅscan បាញ់លុយឲ្យគេ direct ឬមួយក៏បងប្អូនអាច upload ជា QR code នៅខាងក្រោមនេះគេយើងរើសរូបភាព QR code យើងមកឧទាហរណ៍ថានេះអញ្ចឹងពេលដែលអតិថិជនគាត់ធ្វើការទូទាត់គាត់អាចនឹងឃើញ QR code ហ្នឹងដើម្បី scan ឥឡូវយើងរក្សាទុក
គេយើងបានបង្កើតកងធនាគារមួយហើយចឹងយើងរើសមកយើងអាចរើសបានច្រើនបើសិនជាយើងមានធនាគារផ្សេងទៀតឧទាហរណ៍ខ្ញុំមាន ACDA ទៀតមាន Wing ទៀតខាងក្រោមនេះគឺធនាគារដែលខ្ញុំបានបង្កើតហើយបើសិនជាបងប្អូនមានកងធនាគារផ្សេងទៀតគ្រាន់តែចុចបន្ថែមថ្មីទៅឥឡូវនេះខ្ញុំរើស3នេះហើយខ្ញុំដាក់ស្នាអញ្ចឹងវានៅខាងក្រោមនេះហើយបងប្អូនអាចដកវាចេញបានវាចុចសញ្ញាដកនេះតមកទៀតយើងរក្សាទុកបន្ទាប់ពីយើងបង្កើតហាងតំណែងហើយគឺយើងត្រូវបញ្ចូលផលិតផលអញ្ចឹងពេលដែលយើងបង្កើតតំណែងហាងតំណែងហើយភ្លាមវានឹងនាំបងប្អូនមកដល់ទាំងមួយនេះសម្រាប់បញ្ចូលតំណែងអញ្ចឹងយើងអាចចុចបន្ថែមថ្មីឧទាហរណ៍ថាខ្ញុំបញ្ចូលនាឡិកាខ្ញុំមាននាឡិកានេះមួយដើម្បីលក់នេះជារូបភាព gallery អញ្ចឹងយើងអាចដាក់បានច្រើនហើយយើងអាចដកចេញវិញបានដែរយើងអាចបន្ថែមវិញចុចរើសថែមយើងអាចថែមឬក៏យើងអាចថែមថយរូបភាពនៅហ្នឹងតទៅទៀតយើងដាក់ឈ្មោះមកឧទាហរណ៍ថាខ្ញុំដាក់ Apple Watch លេខកូដតំណែងប្រភេទប្រភេទយើងអត់ទាន់មានទេយើងដាក់មកយើងដាក់ Smart Watch ទៅឧទាហរណ៍ថាបងប្អូនមានប្រភេទច្រើនមាន Smart Watch Sport Watch ឬក៏ប្រភេទនាឡិកាអីផ្សេងទៀតនាឡិកាអូតូម៉ាទិកឬក៏អីហ្នឹងបងប្អូនអាចដាក់បានហើយឡើយនេះយើងអាចដាក់រូបភាពបានដែរចឹងខ្ញុំរើសមក Smart Watch នាឡិកា Apple Watch នេះជាប្រភេទ Smart Watch នេះគឺជាប្រភេទតំណែងហើយកន្លែងនេះម៉ាកបងប្អូនអាចរើសបានបើសិនជាអត់ទាន់មានបងប្អូនអាចបញ្ចូលមកម៉ាកវាគឺ Apple ចឹងទៅរើសមកខាងក្រោមនេះគឺតកតងជាមួយនឹងការបន្ថែមមានន័យថាបើសិនជាបងប្អូនមានឧទាហរណ៍ថាបងប្អូនលក់ជាភេសជ្ជៈប្រភេទតែគុជចាស់ហើយបើសិនជាបងប្អូនមានអាចឲ្យគេបន្ថែមគុជបន្ថែមចំហួយឬបន្ថែមអីបងប្អូនអាចប្រើ menu នេះបានប៉ុន្តែសម្រាប់នាឡិកាក៏យើងអាចធ្វើបានដែរមានន័យថាឧទាហរណ៍ថាយើងមានខ្សែបន្ថែមខ្សែដៃខ្សែជ័រអីចឹងទៅឧទាហរណ៍ថាខ្ញុំមានពេជ្រខ្សែខ្ញុំដាក់ពេជ្រខ្សែឲ្យឬបន្ថែមកន្លែងជំរើសនេះមានន័យថាគេអាចរើសបានច្រើនឬក៏គេអាចរើសបានតែមួយឧទាហរណ៍ថាឥឡូវខ្ញុំអាចគេរើសបានច្រើនហើយកន្លែងនេះទៀមទាឬក៏មិនទៀមទាបើសិនជាឧទាហរណ៍ថាយើងបង្កើតខ្សែហើយថាយើងទៀមទាឲ្យគេទៅជ្រើសរើសខ្សែអាហ្នឹងគឺយើងរើសយកទៀមទាហើយកន្លែងនេះបើសិនជាយើងឲ្យគេរើសបានតែមួយឧទាហរណ៍ថាបានតែខ្សែដៃឬខ្សែជ័រយើងបងប្អូនដាក់តែមួយមកបានហើយអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាប្រភេទខ្សែហើយខាងក្រោមនេះខ្ញុំថាបញ្ចូលជម្រើសឥឡូវខ្ញុំដាក់ថាខ្សែដៃបើសិនជាគេរើសខ្សែដៃបងប្អូនត្រូវការឆាយតម្លៃគេបន្ថែមប្រមាណឧទាហរណ៍ថាបើសិនជាខ្សែដៃខ្ញុំគិតថែម$50បើយកខ្សែជ័រខ្ញុំ free ខ្ញុំអត់ដាក់តម្លៃទេហើយបើយកខ្សែស្បែកខ្ញុំថែម$40រក្សាទុកអញ្ចឹងខ្ញុំ tick យកមកមានន័យថាមានការបន្ថែមខ្សែ
តមកទៀតខ្ញុំត្រឡប់មកវិញបើសិនជាបងប្អូនអត់មានការបន្ថែមទេបងប្អូនអាចដកចេញវិញបានចុចសញ្ញាដកនេះមកឬក៏យើងចង់ដាក់វិញយើងចុចសញ្ញាបូកនឹងមកហើយយើងរើសមកមានបែកមកវិញមកអូខេកន្លែងនេះគឺពិព័រណ៍នារបស់ផលិតផលយើងឧទាហរណ៍ថាឥឡូវខ្ញុំពិព័រណ៍នាមក Apple Watch Series 8ហ្នឹងទៅមានអីផ្សេងទៀតមកបងប្អូនសរសេរវារាប់មកអញ្ចឹងកន្លែងនេះគឺតម្លៃរបស់នាឡិកាយើងឧទាហរណ៍ថាខ្ញុំដាក់$500អូខេបើសិនជាបងប្អូនមានបញ្ចុះតម្លៃបងប្អូនវាយបញ្ចុះតម្លៃមកប្រហែល%ឬក៏បញ្ចុះជាទឹកលុយបងប្អូនរើ$បើសិនជាចុះភាគរយរើភាគរយហើយចុះ10%គឺនៅសល់ប៉ុណ្ណេះហើយប្រភេទផលិតផលបងប្អូននឹងមានតាមដាន stock អត់បើសិនជាមានតាមដាន stock បងចុចកន្លែងបើកកន្លែងតាមដាន stock មកអញ្ចឹងបងត្រូវបញ្ចូល stock ឧទាហរណ៍ថាខ្ញុំមាន10អូខេខ្ញុំមាន10នាឡិកាកន្លែងនេះគឺកំណត់ការពង្រៀន stock មានន័យថាយើងលក់ឲ្យសល់ប្រហែលឲ្យវា alert ប្រាប់យើងឧទាហរណ៍ថាខ្ញុំដាក់ចំនួន2នេះគេកន្លែងនេះមាន variant មានន័យថាយើងមាន option ច្រើនដូចជាពណ៌ឧទាហរណ៍ថាឥឡូវខ្ញុំមាន variant ខ្ញុំបើកកន្លែង variant នេះអូខេឥឡូវខ្ញុំដាក់ថាពណ៌ផ្កាឈូកហើយពណ៌ផ្កាឈូកនេះតម្លៃវា500មាន discount 10%ចំនួន stock មាន3មាន1ចា៎ពេលបន្ថែមពណ៌ផ្សេងទៀតខ្ញុំចុចបន្ថែមបារយ៉ាងដាក់ថាពណ៌ខ្មៅគេតម្លៃវាដូចគ្នា500ដែរចុះតម្លៃ10%ដែរ stock បច្ចុប្បន្នខ្ញុំដាក់ថាមាន3ដែរតែមាន1ហើយខ្ញុំថែមពណ៌មួយទៀតគឺពណ៌សគេតម្លៃដូចគ្នាបើសិនជាតម្លៃផ្សេងខ្ញុំវាយតម្លៃផ្សេងមក stock បច្ចុប្បន្នមាន8stock មាន1អូខេអញ្ចឹងយើងបញ្ចូលផលិតផលយើងរួចរាល់អស់ហើយបើសិនជាផលិតផលរបស់បងប្អូនអត់មាន variant ទេអត់មានការថែមថយអីទេបងប្អូនគ្រាន់តែបញ្ចូលរូបភាពបញ្ចូលឈ្មោះលេខកូដបញ្ចូលប្រភេទមកម៉ាកបញ្ចូលក៏បានអត់ក៏បានដែរយើងការថែមថយនេះយើងអត់បាច់ទេយើងបញ្ចូលបកការពណ៌នេះមកហើយបើសិនជាបងប្អូនមានតាមដាន stock បងប្អូនបើកមកបើអត់តាមដាន stock ទេមិនបាច់បើកទេ variant នេះក៏មិនបាច់ដែរគឺរក្សាទុកមកបានហើយអញ្ចឹងក្នុងករណីដែលផលិតផលរបស់បងប្អូនជាផលិតផលតែមួយមិនមានពណ៌មិនមានការថែមថយប៉ុន្តែបើសិនជាផលិតផលបងប្អូនមានពណ៌មានការថែមថយអញ្ចឹងបងប្អូនត្រូវបញ្ចូលតាមរបៀបដែលខ្ញុំបង្ហាញនេះហើយបន្តមកទៀតយើងរក្សាទុកគេបានជោគជ័យអញ្ចឹងយើងបានផលិតផល Apple Watch មួយហើយយើងអាចមកមើលព័ត៌មានលម្អិតរបស់ផលិតផលយើងបានណាអូខេអញ្ចឹងឈ្មោះនេះជម្រើសហើយនេះការវិពណ៌នាគេនេះប្រភេទ variant មានពណ៌សពណ៌ខ្មៅពណ៌ផ្កាឈូកណាអូខេអញ្ចឹងយើងអាចត្រឡប់មកក្រៅវិញអញ្ចឹងនៅក្នុងនេះគឺយើងមានមនុយផ្សេងទៀតដែលបងប្អូនអាចចូលទៅប្រើប្រាស់បានដូចជាអូខេប្រភេទការបន្ថែមម៉ាកបងប្អូនអាចបញ្ចូលបន្ថែមហើយកន្លែងនេះផលិតផលបើសិនជាបងប្អូនចង់ត្រឡប់ចេញក្រៅបងប្អូនចុចត្រឡប់មកវានឹងមកកន្លែង
បញ្ជីហាងរបស់បងប្អូនណាអញ្ចឹងនៅក្នុងនេះបើសិនជាបងប្អូនមានហាងប្រមាណវានឹងបង្ហាញនៅក្នុងកន្លែងហាងនេះបងប្អូនអាចចុចត្រឡប់ក្រោយអូខេយើងត្រឡប់មក home page យើងអញ្ចឹងបើសិនជាបងប្អូនមានហាងហើយបងប្អូនចង់ត្រឡប់ទៅមើលហាងរបស់បងប្អូនបញ្ជីហាងបងប្អូនចុចកន្លែងគណនីបន្តមកទៀតបងប្អូនចូលអូសទៅខាងក្រោមបងប្អូននឹងឃើញកន្លែងអ្នកលក់ហាងទាំងអស់បងប្អូនចុចនៅលើហ្នឹងមកអូខេអញ្ចឹងបងប្អូននឹងឃើញបញ្ជីហាងដែលបងប្អូនបានបង្កើតនៅក្នុងហ្នឹងហើយបើសិនជាបងប្អូនចង់ចូលទៅហាងណាមួយបងប្អូនចុចនៅលើបញ្ជីហ្នឹងហើយចុចនៅលើហាងហ្នឹងមកអញ្ចឹងវានឹងមកដល់បញ្ជីផលិតផលនៅក្នុងហាងហ្នឹងអូខេអញ្ចឹងនេះគឺជារបៀបនៃការដាក់បញ្ចូលហាងរបស់បងប្អូននៅក្នុងកម្មវិធី Super App និងរបៀបបញ្ចូលផលិតផល